គេចូល account Facebook យើងចង់ធាក់គេចេញអត់មានន័យបាក់ទេបងប្អូនអាចមើលវីដេអូនេះបានបាទចង់ដកគេចេញបាទខ្ញុំមាន3របៀបសម្រាប់ដកគេចេញបាននៅក្នុង account របស់យើងបាទអញ្ចឹងកុំខាតពេលយូរចូលទៅកាន់វីដេអូនេះទាំងអស់គ្នាអ្នកនរគ្នាចូលមកកាន់ profile មកបាទហើយចុចកន្លែង battery អ្នកនរគ្នារកពាក្យ setting and privacy ចុចកន្លែង setting អ្នកនរគ្នារកពាក្យមួយបាទដើម្បីទៅឆែកមើលឧបករណ៍ដែលចូលក្នុង Facebook របស់យើងបាទដើម្បីយើងដកចេញបាទកន្លែង activity log កន្លែងនេះចុចមកបន្តមកទៀតអ្នកគ្នារកពាក្យថា security and login information កន្លែងនេះចុចកន្លែងហ្នឹងមកវានឹងឲ្យយើងឃើញកូដសោ2បាទអញ្ចឹងយើងចូលកន្លែងលោះកដាលគេបាទលេខទី2អ្នកនរគ្នាធ្វើការដកចេញឧបករណ៍ណាមួយដែលមិនមែនជាទូរស័ព្ទរបស់យើងបាទដូចជាអ្នកនរគ្នាប្រើ Oppo តែក្នុងនេះចេញ Samsung ឬក៏ចេញ iPhone អ្នកនរគ្នាធ្វើការដកចេញបានចុចកន្លែង battery នេះមកចុចកន្លែងពណ៌ក្រហមបាទ log out នេះមកគឺជាការស្រេចបាទអញ្ចឹងដំណាក់កាលទី2អ្នកនរគ្នាថយមកក្រោយមកបាទថយមួយទៀតអ្នកនរគ្នាអូសមកលើវិញបាទចុចកន្លែង account center អ្នកនរគ្នាចូលមកកាន់កន្លែង profile account របស់យើងបាទអូខេយើងអូសមកក្រោមយើងនឹងឃើញពាក្យឃើញពាក្យ contact information កន្លែងនេះបាទអញ្ចឹងវាឃើញលេខទូរស័ព្ទឃើញ Gmail របស់យើងដែលបានភ្ជាប់ជាមួយនឹង account Facebook របស់យើងបាទអញ្ចឹងយើងធ្វើការដកចេញបាទដកចេញដាក់ថ្មីបាទកន្លែងនេះដាក់ Gmail ថ្មីលេខទូរស័ព្ទថ្មីមកបាទរបៀបដកចេញស្រួលទេអ្នកនរគ្នាចុចទៅលើមកហើយអ្នកនរគ្នាចុចកន្លែង delete មកបើសិនវាទាមទារលេខកូដយើងយកលេខកូដមកដាក់ដើម្បីដូរបានបាទបើសិនមិនទាមទារគឺស្រួលបាទយើងបន្ថែមជាមួយនឹង email ថ្មីនិងលេខទូរស័ព្ទថ្មីដល់គ្មានណាចូលបានទេបាទអញ្ចឹងមូលហេតុដែលគេចូលបានគឺសំខាន់ណាពីរហ្នឹងឯងបាទលេខទូរស័ព្ទនិង Gmail ហ្នឹងឯងសូម្បីតែយើងដូរ password ប៉ុណ្ណាក៏ដោយបើយើងអត់ដូរ Gmail គេនៅតែចូល account យើងបានដដែលហ្នឹងបាទអញ្ចឹងយើងទៅដូរមកកលៈទៀតយើងទៅដូរពាក្យសម្ងាត់បាទមួយទៀតដើម្បីឲ្យកាន់តែរឹងមាំបាទយើងថយមកក្រោយមកយើងចូលមកកាន់កន្លែងពាក្យ password and security បាទឆាំង password យើងទៅដូរ password បាទអញ្ចឹងយើងចុចកន្លែង account យើងមកអញ្ចឹងកន្លែងនេះយើងដាក់ password ចាស់របស់យើងមកលើគេអូខេកន្លែងនេះយើងដាក់ password ថ្មី password ថ្មី2ដងហើយអ្នកគ្នាចុចកន្លែង page មួយនេះមកគឺវាធាក់ចេញគ្រប់ឧបករណ៍ទាំងអស់ដល់ពេលដែលបានភ្ជាប់ជាមួយ account នេះគឺវានឹងប្រឡងចេញក្រៅទាំងអស់មានន័យថាវានឹងដកនៃការលេងពី Facebook របស់យើងនឹងបាទគឺវានឹងថយក្រោយឲ្យលេងទេបើសិនតែយើងអត់ស្គាល់ password នេះបាទអញ្ចឹងមានតែប៉ុណ្្នឹងឯងបាទបងប្អូនធ្វើតាមខ្ញុំមកគឺនឹង Facebook អ្នកគ្នានឹងរឹងមើលគ្មានណាយកបានទេបាទយើងត្រូវការ update កន្លែងនេះមកបាទ